នៅពេលដែលប្រទេសកម្ពុជាយើងបានទទួលឯករាជ្យថ្ងៃទី9ខែវិច្ឆិកាឆ្នាំ53នៅឯជ្រោយកូរ៉េសង្គ្រាមចាប់ផ្ដើមបញ្ចប់ទៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ខ្សែស្របលេខ38បែងចែកកូរ៉េខាងជើងនិងខាងត្បូងសង្គ្រាមកូរ៉េ3ឆ្នាំបានបណ្ដាលឲ្យសហរដ្ឋអាមេរិកនាំគ្រឿងអាវុធច្រើនណាស់ទៅដាក់នៅជប៉ុនហើយនឹងដាក់នៅកូរ៉េក្រោយចប់សង្គ្រាមជ្រោយកូរ៉េឆ្នាំ53អាមេរិកងាកមកវៀតណាមដើម្បីមកបង្កើតខ្សែក្រវ៉ាត់ការពារកុំឲ្យកុម្មុយនីសរុលមកខាងត្បូងឆ្លងខ្សែ17ខ្សែ17គឺជាខ្សែដែលសន្និសីទទីក្រុងហ្សឺណេវ៉ាបានកំណត់បែងចែកយួនខាងត្បូងនិងយួនខាងជើងនៅខែកក្កដាឆ្នាំ1954ដើម្បីការពារខ្សែ17ដែលបែងចែកយួនខាងត្បូងនិងយួនខាងជើងអាមេរិកអត់ដឹកអាវុធនិងយុទ្ធោបករណ៍ដែលយកមកដាក់នៅជប៉ុនកូរ៉េនឹងទេគឺថយពីអាស៊ីខាងជើងយកសព្វាវុធហ្នឹងមកដាក់នៅអាស៊ីប៉ែកអាគ្នេយ៍ដាក់តាំងពីហ្វីលីពីនមកហើយទុកអាវុធអស់ហ្នឹងសព្វាវុធអីអស់ហ្នឹងនិងនាវាយកមកភ្ជាប់ជាមួយនាវាចរទី7ដើម្បីការពារកុំឲ្យកុម្មុយនីសវារុលពីខាងជើងមកខាងត្បូងឆ្លងខ្សែ17ប្រទេសកម្ពុជាយើងដែលបានទទួលឯករាជ្យពីបារាំងថ្ងៃ9ខែវិច្ឆិកាឆ្នាំ1953ប្រទេសកម្ពុជាធ្លាប់ទទួលស្គាល់ចក្រពត្តិត្រាធិរាជជប៉ុនក្នុងនាមស្ដេចសីហនុដែលសហការជាមួយជប៉ុនប្រទេសកម្ពុជាត្រូវទទួលទណ្ឌកម្មក្រោយសង្គ្រាមលោកលើកទី2គេអាចដាក់ទោសបានជាប្រទេសសុំកលុំជាមួយនឹងចក្រពត្តិត្រាធិរាជជប៉ុនក៏ប៉ុន្តែអាមេរិកចាត់ទុកថាកម្ពុជាតូចណាស់ស្ដេចសីហនុគ្មានអំណាចអីទៅតវ៉ាទេពេលជប៉ុនវាចូលកាន់កាប់ឥណ្ឌូចិនក៏ខ្មែរយើងនៅជាមួយជប៉ុនទៅអញ្ចឹងអាមេរិកគេវិនិច្ឆ័យថាពីឆ្នាំ45មកកម្ពុជាមិនគួរណាមានទោសអីទេខ្សែគប់ជាមួយជប៉ុនមែនតែវាធ្វើម៉េចកិច្ចបំរួចអញ្ចឹងអាមេរិកអត់ដាក់ទោសខ្មែរទេមិនត្រឹមតែអត់ដាក់ទោសខ្មែរទេអាមេរិកបានបង្ខំឲ្យសៀមបកគលទឹកដីដែលរឹបអូសយកនឹងឲ្យមកខ្មែរវិញឆ្នាំ46គុណបំណាច់អាមេរិកជួយនេះត្រូវបានអាឈ្កួតសីហនុវាបំភ្លេចចោលហើយកូនខ្មែរអត់ដែលដឹងគុណអាមេរិកទេអាមេរិកចូលកាន់កាប់ប្រទេសកម្ពុជាតាមរយៈការចូលកាន់កាប់ឥណ្ឌូចិនឆ្នាំ46ច្បាច់កកជប៉ុនហើយនឹងសៀមឲ្យខ្ជាក់ខេត្តដែលវាយកមកឲ្យខ្មែរវិញតែអនុរុសីហនុនេះវាអត់ដែលរំលឹកទេពីព្រោះវាឈ្កួតជាមួយកុម្មុយនីសស្ដាប់ឲ្យបានឆ្នាំ46អាមេរិកច្បាច់កកសៀមឲ្យខ្ជាក់ខេត្តមកឲ្យខ្មែរវិញតែសីហនុវាជាមនុស្សអបលៈវិលមិលគុណងាកមកដល់ឆ្នាំ53 54ក្រោយឯករាជ្យថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953កម្ពុជាបានឯករាជ្យប៉ុន្តែគ្មានបន្ទាត់នយោបាយទេ Cambodia gained independence on November 9, 1953 but Cambodia does not have foreign policy program នៅក្នុងពិភពលោកកិច្ចព្រមព្រៀងទីក្រុង Geneva កក្កដាឆ្នាំ1954កំណត់នយោបាយឲ្យកម្ពុជាក្នុងនាមកម្ពុជាក្រោយពីការបែងចែកបន្ទាត់លេខ17វៀតណាមខាងជើងនិងវៀតណាមខាងត្បូងកម្ពុជាវានៅខាងត្បូងបន្ទាត់ហ្នឹងអញ្ចឹងអាមេរិកក៏ផ្ដល់ជំនួយយោធាឲ្យដែលជំនួយយោធាហ្នឹងអាមេរិកឲ្យតាំងពីឆ្នាំ48ដល់បានឯករាជ្យក៏បន្តឲ្យតទៅទៀតចំណែកប្រតិបត្តិការបោសសម្អាតជាមិញចាញ់ពីប្រទេសកម្ពុជាដែលស្ដេចសីហនុថតមានជាសេះជាអីហ្នឹងគ្រាន់តែជានិមិត្តរូបទេអ្នកដែលបោសសម្អាតពួកជាមិញចាញ់ពីកម្ពុជាគឺកងទ័ពបារាំងដែលនៅសេសសល់ហើយនឹងអាណត្តិរបស់សន្ធិសញ្ញាក្រុង Geneva កក្កដា54តែអាឈ្កួតសីហនុនឹងវាមិនដែលនិយាយឲ្យខ្មែរដឹងបានជាខ្មែរភ្លើជឿថាវាជាបិតាឯករាជ្យជាតិវាអត់មានបិតាកណ្ដួយអីទេគេឲ្យវាទេនឹងសុំឲ្យច្បាស់មែនទែនដូចសប្ងៃគេហៅស្ថាបនិកសន្តិភាពមែនទេយួនរៀបទេមែនទេយើងដឹងតែប្រវត្តិសាស្ត្រคล้ายៗដល់ឆ្នាំ1955បោះឆ្នោតអាមេរិកសង្ឃឹមថាអាស្ដេចសីហនុនេះវាទទួលស្គាល់
កិច្ចព្រមព្រៀងទីក្រុង Geneva កក្កដាឆ្នាំ54អញ្ចឹងទោះបីវាកាងយកអំណាចបោះឆ្នោតឆ្នាំ55ក៏អាមេរិកអត់ថាអីដែរតែក្រោយបោះឆ្នោតកាងអំណាចមិនមែនយុត្តិធម៌ទេគឺច្បាមយកអំណាចនៅឆ្នាំ55សីហនុត្រូវបានចិនអញ្ជើញទៅទស្សនកិច្ចពីព្រោះនៅពេលបោះឆ្នោតឆ្នាំ55ហ្នឹងអាខ្នុកត្រូវគេហៅទៅប្រជុំនៅទីក្រុងបានដុងប្រទេសឥណ្ឌូនេស៊ីអាខ្នុកទៅត្រូវបានជួអិនឡាយលួងលោមអាចលនាប្រទេសមិនចូលបកសម្ព័ន្ធនេះគឺជារណសេរីកុម្មុយនីសវាប្រជុំនៅទីក្រុងបានដុងប្រទេសឥណ្ឌូនេស៊ីឆ្នាំ55ក៏គេអញ្ជើញអាខ្នុកនឹងឲ្យធ្វើជាអ្នកមុខអ្នកការហើយគេលួងលោមវាត្រឡប់មកស្រុកវិញជួអិនឡាយរៀបចំសេចក្តីអញ្ជើញឲ្យវាទៅទស្សនកិច្ចនៅប្រទេសចិនឆ្នាំ56ខែកុម្ភៈទៅដល់គេលួងលោមវាត្រឡប់មកវិញអាមេរិកហាមថាសម្ដេចកម្ពុជានៅខាងត្បូងខ្សែ17បកសម្ព័ន្ធបែងចែកកុម្មុយនីសនិងសេរីនៅខ្សែ17អញ្ចឹងអ្វីក៏ដោយដែលសម្ដេចធ្វើត្រូវអនុលោមទៅតាមគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវកក្កដា54មិនឲ្យកុម្មុយនីសឆ្លងខ្សែ17ចុះមកខាងត្បូងទេសីហនុថាកុំចេះខ្ញុំអត់មានចូលកុម្មុយនីសទេតែក្នុងរយៈជារដ្ឋឯករាជ្យខ្ញុំមានសិទ្ធិរាប់អានអ្នកដទៃបានទាំងអស់អាមេរិកក៏មិនដឹងធ្វើម៉េចក៏នៅពេលដែលកើតស៊ីតូដែលគេហៅថាអង្គការសេអាតូណាមានអង្គការមួយឈ្មោះអង្គការសេអាតូណាដែលកើតឡើងនៅក្រោយខែកក្កដាឆ្នាំ54អង្គការដែលខ្មែរហៅថាសេអាតូអង់គ្លេសហៅថាស៊ីតូកើតនៅខែកញ្ញាពេលហ្នឹងក៏អាមេរិកបបួលហើយឲ្យហ្វីលីពីនហ្នឹងមកបបួលសីហនុហ្នឹងចូលក្រោមឆ័ត្រអង្គការស៊ីតូខ្មែរយើងហៅថាអង្គការសេអាតូសីហនុជឿតាមកុម្មុយនីសមិនត្រឹមតែមិនចូលអង្គការស៊ីតូទេគឺប្រឆាំងនឹងអង្គការស៊ីតូទៀតអង្គការសេអាតូទៀតដែលប្រទេសកម្ពុជាហ្នឹងស្ថិតនៅខាងត្បូងខ្សែ17វាត្រូវនៅក្នុងបកសម្ព័ន្ធអាមេរិកនេះជារឿងដែលកើតឡើងដោយសារអញ្ចឹងហើយពួកកុម្មុយនីសបញ្ចុះបញ្ចូលឲ្យសីហនុកាន់ជើងយួនខាងជើងនៅពេលអង្គការសេអាតូកើតឆ្នាំ54 6ឆ្នាំក្រោយមកគេបង្កើតវៀតកុងគេហៅថារណសេរីជាតិស្រីកាវៀតណាមខាងត្បូងអក្សរកាត់គេហៅថា National Front for Liberation of South Vietnam NFL យើងហៅគេថាវៀតកុងកើតឆ្នាំ60សីហនុជួយវៀតកុងតាំងពីពេលហ្នឹងមកត្រឡប់ទៅអាវុធយុទ្ធោបករណ៍ដែលគេផ្ទេរពីជ្រោយកូរ៉េមកប៉ាស៊ីហ្វិកមកអាស៊ីប៉ែកអាគ្នេយ៍អាមេរិកចាប់ផ្ដើមពាត់ជុំសមុទ្រតុងកាំងដើម្បីកុំឲ្យយួនខាងជើងបង្កើតវៀតកុងបានជោគជ័យសីហនុត្រូវកុម្មុយនីសពឹងឲ្យជួយបើកផ្លូវលំសីហនុគឺដឹកអាវុធយកមកឡើងកំពង់ផែកំពង់សោមហើយសីហនុដឹកយកទៅឲ្យវៀតកុងបានសេចក្តីថាម៉េចបានសេចក្តីថាការហុំព័ទ្ធរបស់សហរដ្ឋអាមេរិកត្រូវសីហនុបំផ្លាញដោយសារសីហនុជឿតាមហ្នឹងសីហនុបំផ្លាញការហុំព័ទ្ធរបស់អាមេរិកក៏បង្កើតឲ្យទៅជាសង្គ្រាមខ្លាំងនៅវៀតណាមខាងត្បូងហើយក្រោយមកសីហនុក៏ឲ្យយួនកុម្មុយនីសវៀតកុងនៅលើដីខ្មែររហូតដល់ឆ្នាំ1965 5ឆ្នាំក្រោយវៀតកុងបង្កើតសីហនុផ្ដាច់ចំណងមេត្រីភាពការទូតជាមួយនឹងអាមេរិកក្រោយពីផ្ដាច់ចំណងមេត្រីភាពជាមួយនឹងអាមេរិកកម្ពុជាធ្លាក់ខ្លួនក្នុងវិបត្តិសេដ្ឋកិច្ចពីឆ្នាំ65ដល់ឆ្នាំ70រកកលនឹងខ្សែធនទើបឆ្នាំ1966มันមាននរណាដឹកនាំរដ្ឋាភិបាលទេសីហនុក៏អញ្ជើញលោកលន់នល់ថាមានតែឯកឧត្តមទេដែលធ្លាប់ស្មោះត្រង់នឹងខ្ញុំឥឡូវនេះសម្ដេចប៉ែននុតក៏បរាជ័យគ្មាននរណាដឹកនាំគណៈរដ្ឋាភិបាលទេសុំឯកឧត្តមដឹកនាំ
ឆ្នាំ66ក៏លន់នល់ឡើងធ្វើជានាយករដ្ឋមន្ត្រីដល់ក្រោយមកឆ្នាំ69ខែសីហាក៏អត់មានអ្នកណាទទួលថ្មបាក់នឹងទេស្រុកវាអស់លុយចាយក៏ស្ដេចសីហនុនឹងអញ្ជើញលន់នល់ទៀតថាអាយដាមជួយបន្តទៅទៀតក្នុងសមាជិកដឹកនាំរដ្ឋាភិបាលស្រោចស្រង់ជាតិចុងក្រោយបានជានៅក្នុងខែសីហាឆ្នាំ1969សម្ដេចក៏ឲ្យលន់នល់នាំគណៈរដ្ឋាភិបាលទៅគាល់លោកនៅវិមានរដ្ឋចំការមនខ្ញុំផ្សាយនៅ Facebook ឯកសារដើមឲ្យឃើញហើយបើចេះអានភាសាខ្មែរអានឲ្យបាន10ចប់នឹងរឿងហ្នឹងនឹងដឹងហើយថាសម្ដេចនរោត្តមសីហនុហ្នឹងគាត់ជាអ្នកឲ្យលន់នល់ដូរនយោបាយមិនមែនលន់នល់បង្កើតសង្គ្រាមទេលោកហ៊ុនសែននិយាយតាមរបៀបកុម្មុយនីសចោទប្រកាន់ថាលោកលន់នល់បង្កើតសង្គ្រាមអត់ទេនេះខែសីហាឆ្នាំ69ខ្ញុំដាក់ផុសតាងហ្នឹងនៅក្នុង Facebook លោកហ៊ុនសែនគាត់កុម្មុយនីសគាត់និយាយអញ្ចឹងព្រោះខ្សែគេឲ្យនិយាយអញ្ចឹងតែតាមការពិតលោកលន់នល់អត់បានបង្កើតសង្គ្រាមទេទើបមានជំនួបនៅតំណាក់ចំការនៅតំណាក់ពេជ្រនិលសីហនុចង់ឲ្យញាប់ច្រឡុងធ្វើញាប់ច្រឡុងថាអត់ស្រួលខ្លួនហើយអត់ប្រកែអត់ធ្វើទេចំណែកសឿនសានលាលែងថាមានធុរៈអត់ធ្វើទេញាប់ច្រឡុងអត់ធ្វើសឿនសានអត់ធ្វើចំណែកប៉ែននុតបរាជ័យនៅសល់តែ2នាក់ទេឆ្នាំ69មួយគឺឯកឧត្តមអឹងហុងសាទដែលជាគ្រូរបស់គ្រូខ្ញុំមួយទៀតគឺលោកលន់នល់លោកអឹងហុងសាទមិនដែលកាន់តបតលតសោះអញ្ចឹងបើឲ្យលោកអឹងហុងសាទចាត់ចែងទី1គាត់ជាគ្រូគាត់មិនប្រកែទេលោកអឹងហុងសាទគាត់ជាគ្រូអញ្ចឹងក៏ទុកដាក់ឲ្យលោកលន់នល់ខែសីហាឆ្នាំ1969នេះអាជំនួបខ្ញុំបង្ហាញមិញខ្ញុំផ្សាយនៅ Facebook ទាំងស្រុងឯកសារទាំងស្រុងគឺស្ដេចសីហនុនឹងគាត់សន្យាលោកលន់នល់ថាគាត់មិនផ្ដួលរដ្ឋាភិបាលនឹងទេគាត់គ្រប់គ្រងឲ្យរដ្ឋាភិបាលនឹងផ្លាស់នយោបាយឲ្យបានតែទីបំផុតគាត់ផ្ដួលរដ្ឋាភិបាលនឹងនេះគឺជារូបភាពស្ដីអំពីបញ្ហាវិបត្តិអត់លុយខ្ញុំដាក់ឯកសារផ្ទាល់ឲ្យមើលតែអ្នកអានវាមិនយល់នឹងធ្វើម៉េចនឹងចឹងទើបលោកលន់នល់នឹងធ្វើនយោបាយស្ដេចសីហនុទី1អនុញ្ញាតឲ្យប្រទេសកម្ពុជាងាកទៅរកអាមេរិកវិញឯកឧត្តមនងគំនីខ្ញុំផ្សាយហើយពេលហ្នឹងលោកនងគំនីនៅជាឯកអគ្គរដ្ឋទូតប្រទេសកម្ពុជានៅទីក្រុង New Delhi ជាមនុស្សដែលតាក់ទងនឹងអាមេរិកដែលអាមេរិកប្រុងដាក់ទូតជាមួយកម្ពុជាវិញនៅធនាគារជាតិនៃកម្ពុជាលុយคล้ายពេញបិបជាកងយកមកចាយតាំងពី65លោកសឿនសានដោះដៃចេញទៅបាត់ទេសាភិបាលធនាគារជាតិនៃកម្ពុជាដាក់អ្នកថ្មីមកសម្ដេចអនុញ្ញាតឲ្យតាក់ទងធនាគារ